ចាប់ផ្ដើមដល់រដូវកាលផ្លែកលែនទុំទៀតហើយអ្នកទាំងអស់គ្នាហើយខ្ញុំមកដល់ចំការឃើញផ្លែកលែនគឺខ្វះកមែនទែនព្រោះច្រើនមើលទៅក្រហមស្អីស្កះពេញដើមអ្នកចូលចិត្តអីហ្នឹងគឺឃើញចង់ញ៉ាំបដ ாய் ព្រោះថាវាមានពណ៌ស្អាតហើយផ្លែវាជូរអែមអញ្ចឹងណាហើយឆ្នាំមុនអីទិញតែគេលក់តាមផ្លូវនឹងឯងអត់ដែលបានចូលមកដល់ចំការទេហើយឆ្នាំនេះចូលមកដល់ចំការមើលទៅល្អប៉ុះគេមែននៅក្នុងឃុំសំរោងក្នុងខេត្តបាត់ដំបងហ្នឹងគឺមានចំការកលែនច្រើនដែរតែអ្នកទាំងអស់គ្នាតែចំការដែលខ្ញុំមកដល់នេះគឺគាត់មានប្រហែលជា20ដើមមានពូជបុរាណពូជផ្សេងច្រើនប្រភេទអញ្ចឹងណាហើយបើរូបរាងនិងរសជាតិវិញក៏ទៅតាមពូជនឹងដែរអាខ្លះផ្អែមតែខ្លះរៀងជូរអែមអាខ្លះរៀងជូរចត់អីតិចអញ្ចឹងទៅណាហើយម្ចាស់ចំការគាត់បានប្រាប់ទៀតថាកលែនគាត់គឺធម្មជាតិពិតព្រោះថាស្រោចតែទឹកហើយនឹងដាក់ជីធម្មជាតិទេហើយអាខ្លះក៏មានស្អុយមានអីខ្លះដែរអញ្ចឹងណានៅក្នុងម្ដៅមានផ្លែច្រើនឡើងក្រហមទុនមេឃហើយសំខាន់គឺស្អាតនឹងតែម្ដងហើយអ្នកណាខ្លះចូលចិត្តញ៉ាំផ្លែកលែននឹងនៅក្នុងចំការគាត់នៅពេលដែលគាត់ដាំបានល្អអញ្ចឹងណាគឺមានអ្នកស្កាត់មកពីខេត្តនេះខេត្តនោះមកលេងមកថតរូបហើយសំខាន់គឺទិញយកទៅញ៉ាំចែកញាតិបងប្អូនអីចឹងទៅហើយសំខាន់មកដល់ចំការអញ្ចឹងគឺបានភ្លក់ប្រភេទកលែនជាច្រើនប្រភេទពេញចិត្តកលែនប្រភេទមួយណាទៅគឺប្រាប់គាត់ទៅគាត់បេះយកមកឲ្យហើយចំពោះតម្លៃកលែនខ្មែរយើងនឹងគឺមានតម្លៃល្អគួរសមដែរហើយនៅក្នុងម្ដងជាពិសេសគឺដើមរដូវអញ្ចឹងគឺឃើញមានផ្លែច្រើនណាអ្នកទាំងអស់គ្នាអញ្ចឹងចូលចិត្តកលែនអីមកលេងដល់ចំការក៏បានដែរព្រោះថាចំការដែលខ្ញុំមកនេះគឺម្ចាស់រុះរាយរាក់ទាក់មែនទែនចំការដែលខ្ញុំមកនេះគឺចំការទៅវេនៅខាងចំហៀងវត្តសំរោងក្នុងបើអ្នកទាំងអស់គ្នាចង់ទៅចំការណាផ្សេងទៀតក៏ទៅតាមចិត្តណា